ដើមដាក់នៅផ្កាកញ្ឆាយចូលតែម្ដងមកបងណាបាទបន្ទាប់ពីខ្ញុំដាក់នៅផ្កាកញ្ឆាយហើយខ្ញុំក៏ដាក់នៅសណ្ដែកម្ដុះចូលមកជាមួយគ្នាតែម្ដងដើម្បីគឺបានសិនហើយបងប្អូនហ្នឹងហើយបាទខ្ញុំបងជំនុំមិនសិនណាបងប្អូនអត់ចេះធ្វើណាហ្នឹងហើយបងប្អូនចង់ធ្វើហូបហ្នឹងហើយបាយថ្ងៃត្រង់ជួបជុំក្រុមគ្រួសារបងប្អូនមិត្តភ័ក្តិអីហ្នឹងទៅហ្នឹងហើយបងប្អូនអាចមើលទៅតាមវីដេអូដែលខ្ញុំបានធ្វើប្រាប់បងប្អូនហ្នឹងបងបាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទពូរ៉ាហ្នឹងហើយមានមុខម្ហូបមួយមកធ្វើប្រាប់បងប្អូនអំពីពិធីឆាផ្កាកញ្ឆាយតៅហ៊ូសាច់ជ្រូកបងប្អូនណាហ្នឹងហើយបាទអញ្ចឹងក៏សូមបងប្អូនងាកមកមើលនៅគ្រឿងផ្សំយើងវិញបងប្អូនណាហ្នឹងហើយចំពោះគ្រឿងផ្សំមានដូចជាតៅហ៊ូបាទចំពោះតៅហ៊ូនេះខ្ញុំទិញប្រហែលជា3ដុំហ្មងណាហ្នឹងហើយមានដូចជាតៅហ៊ូបាទមានឈាមជ្រូកបាទចំពោះឈាមជ្រូកខ្ញុំទិញប្រហែលជា3ដុំដែរបងប្អូនណាហ្នឹងហើយចំពោះឈាមជ្រូកហើយនឹងតៅហ៊ូនេះបងប្អូនទិញមកវាមានដុំរៀងធំធំដែរបងប្អូនណាហ្នឹងហើយប៉ុន្តែបងប្អូនយកមកកាត់វាជាកង់អញ្ចឹងបងប្អូនណាហ្នឹងហើយបាទហើយខ្ញុំបានកាត់វាជាកង់ហើយអញ្ចឹងបងប្អូនបាទអញ្ចឹងក៏សូមបងប្អូនងាកមកមើលនៅគ្រឿងទេសរបស់យើងវិញហើយគ្រឿងផ្សំហ្នឹងបងប្អូនហ្នឹងហើយអញ្ចឹងចំពោះគ្រឿងផ្សំហ្នឹងមានដូចជាប៊ីចេងបាទមានដូចជាម្សៅស៊ុបបាទមានដូចជាអំបិលបាទមានទឹកត្រីមានខ្ទឹមសណាហ្នឹងឯងខ្ទឹមសបងប្អូនច្រាំវាទៅហ្នឹងដាក់ច្រាំវាឲ្យម៉ត់ទៅបងខ្ទឹមសហើយនឹងមានស្ករសបងប្អូនហ្នឹងហើយអញ្ចឹងមុននឹងយើងដាក់ឆានៅផ្កាកញ្ឆាយតៅហ៊ូជាមួយនឹងសាច់ជ្រូកហ្នឹងបងប្អូនត្រូវតែយកតៅហ៊ូយើងហ្នឹងបងប្អូនណាហ្នឹងហើយយកតៅហ៊ូហ្នឹងយើងទៅដាក់ចៀនឲ្យឆ្អិនសិនបងប្អូនហ្នឹងហើយយើងយកតៅហ៊ូយើងដាក់ចៀនឲ្យឆ្អិនសិនទៅចាំយើងយកមកឆាអញ្ចឹងបងប្អូនទាំងអស់គ្នាទៅឆាទាំងនៅឆៅអញ្ចឹងវាអាចនឹងបែកវល់អញ្ចឹងបងប្អូនគ្នាបាទឥឡូវសូមយកតៅហ៊ូហ្នឹងទៅដាក់ចៀនសិនទៅបងប្អូនហ្នឹងហើយអញ្ចឹងជាដំបូងពេលដែលបងប្អូនកាច់នៅភ្លើងខ្ទះហើយណាបងប្អូនត្រូវតែដាក់ខ្ទះយើងមកហ្នឹងឲ្យវាក្តៅសិនបងប្អូនណាហ្នឹងហើយបន្ទាប់ពីខ្ទះយើងបានក្តៅហើយយើងចាំចាក់នៅប្រេងឆាចូលយើងដាក់ចៀននៅតៅហ៊ូបន្ទាប់ពីខ្ទះយើងបានក្តៅបងចាក់ប្រេងឆាចូលតែម្ដងមកដើម្បីយើងចៀនតៅហ៊ូអញ្ចឹងបងប្អូនឃើញបាទតៅហ៊ូចូលតែម្ដងទៅបាទឥឡូវតៅហ៊ូដែលខ្ញុំបានចៀនហ្នឹងឆ្អិនឲ្យពុកម៉ែបងប្អូនអ្នកគ្នាបាទបន្ទាប់ពីតៅហ៊ូបានឆ្អិនហើយខ្ញុំក៏ចាប់ដើមស្រង់តៅហ៊ូចេញតែម្ដងមកពុកម៉ែបងប្អូនអ្នកគ្នាបងប្អូនហើយបាទឥឡូវតៅហ៊ូខ្ញុំបានចៀនរួចរាល់ហើយបងប្អូនហ្នឹងហើយឥឡូវក៏សូមពុកម៉ែបងប្អូនទៅមើលរបៀបនៃការឆាជាមួយនឹងខ្ញុំបានពូរ៉ាទាំងអស់គ្នាបងប្អូនណាតោះបងប្អូនបាទឥឡូវបន្ទាប់ពីខ្ញុំបានចៀននៅតៅហ៊ូហើយអញ្ចឹងក៏សូមបងប្អូនមកមើលរបៀបនៃការឆាទាំងអស់គ្នាបងហ្នឹងហើយអញ្ចឹងសូមបងប្អូនកាច់ភ្លើងខ្ទះតែម្ដងមកចំពោះខ្លាញ់ហ្នឹងខ្ទះហ្នឹងខ្ញុំយកខ្ទះខ្លាញ់ដែលខ្ញុំបានចៀនតៅហ៊ូពីមុនមកអញ្ចឹងបងប្អូនខ្ញុំអត់យកទៅលាងទេគឺខ្ញុំដាក់ប្រេងឆាហ្នឹងឆាយកតែម្ដងទៅយើងក្តៅសិនមកបងណាចាំយើងចាក់នៅខ្ទឹមសចូលអញ្ចឹងបងប្អូនទាំងនេះយើងក្តៅបងប្អូនចាក់ខ្ទឹមសចូលម្ដងហ្នឹងបងយើងឆាវាទៅបាទបន្ទាប់ពីខ្ទឹមយើងឡើងក្រហមហើយបងចាក់នៅសាច់ជ្រូកចូលតែម្ដងមកអញ្ចឹងបងប្អូនដាក់ឆាសាច់ជ្រូកនេះឲ្យវារៀងឆ្អិនបន្តិចមកបងប្អូនហ្នឹងហើយចាំយើងចាក់នៅតៅហ៊ូហើយនឹងជៀនជ្រូកចូលអញ្ចឹងបងប្អូនគ្នាបាទឥឡូវបន្ទាប់ពីខ្ញុំឆាសាច់ជ្រូកឡើងស្រពាប់ហើយខ្ញុំចាប់ផ្ដើមចាក់នេះតៅហ៊ូចូលតែម្ដងមកបងប្អូនណាហ្នឹងហើយបាទបន្ទាប់ពីចាក់តៅហ៊ូខ្ញុំដាក់ឈាមចូលតែម្ដងមកដើម្បីឆាជាមួយគ្នាបងប្អូនណាដាក់បងគ្រឿងបងប្អូនណានៅគ្រឿងទេសរបស់យើងហ្នឹងបងគ្រឿងចូលតែម្ដងមកដើម្បីឲ្យវាចូលជាតិគ្នាចាំយើងដាក់បន្លែតាមក្រុមហ្នឹងហើយបាទចំពោះចេកខ្ញុំប្រើប្រហែលជាបន្តិចចេកហើយខ្ញុំប្រើនៅម្សៅស៊ុបចំពោះម្សៅស៊ុបនេះខ្ញុំប្រើប្រហែលជាកន្លះស្លាបព្រាបាទអំបិលខ្ញុំប្រើប្រហែលជាមួយចុងស្លាបព្រាដែរបាទហើយស្ករសខ្ញុំប្រើប្រហែលជាកន្លះស្លាបព្រាមកណាបាទគូទឹកត្រីខ្ញុំប្រើប្រហែលជា1ស្លាបព្រាបងច្របល់ឆាចូលគ្នាមក
បាទបន្ទាប់ពីខ្ញុំបានបងនៅគ្រឿងក្រៅគ្រឿងទេសចូលរួចរាល់អស់ហើយឆាជាមួយតៅហ៊ូជាមួយឈាមជ្រូកអស់ហើយខ្ញុំក៏ចាប់ផ្ដើមដាក់នៅផ្កាកញ្ឆាយចូលតែម្ដងមកបងណាបាទបន្ទាប់ពីខ្ញុំដាក់នៅផ្កាកញ្ឆាយហើយខ្ញុំក៏ដាក់នៅសណ្តែកម្ដុះចូលមកជាមួយគ្នាតែម្ដងដើម្បីយើងឆាច្របល់ជាមួយគ្នាឲ្យវាចូលជាតិជាមួយនឹងគ្រឿងរបស់យើងបងប្អូនណាបងឆាច្របល់ចូលគ្នាតែម្ដងមកបាទឥឡូវឆាការកញ្ឆាយតៅហ៊ូគឺបានស្អាតហើយបងប្អូនហ្នឹងហើយបាទខ្ញុំបងជំនោមមែនទេបងប្អូនហ្នឹងហើយឥឡូវខ្ញុំបិទគ្រឿងទេសម្ដងទៅបងណាម្ដងមកបងប្អូនណាអញ្ចឹងរបៀបនៃការឆាផ្កាកញ្ឆាយតៅហ៊ូជាមួយនឹងសាច់ជ្រូកបងណាបានឆ្អិនហើយបងប្អូនហ្នឹងហើយគឺទំនោរមែនទេបងប្អូនអញ្ចឹងបើសិនណាបងប្អូនអត់ចេះធ្វើណាហ្នឹងហើយបងប្អូនចង់ធ្វើហូបហ្នឹងហើយបាយថ្ងៃត្រង់ជួបជុំក្រុមគ្រួសារបងប្អូនមិត្តភ័ក្តិអីហ្នឹងទៅហ្នឹងហើយបងប្អូនអាចមើលទៅតាមនៅវីដេអូដែលខ្ញុំបានធ្វើប្រាប់បងប្អូនហ្នឹងបងបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំបុរាណថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនណាបងប្អូនបានមើលនៅវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅបងប្អូនណាដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណសូមជម្រាបលា